តើយើងត្រូវប្រើប្រាស់អក្សរ T អ្នកនរគ្នាស្គាល់អក្សរ T ទេអក្សរអង់គ្លេសយើងនេះហើយនឹងពាក្យខ្មែររបស់យើងថាសុធីបាទអញ្ចឹងអ្នកទាំងអស់គ្នាឃើញរូបភាពនេះគឺគាត់ឈ្មោះថាសុធីកីឡាករសុធីនេះសាច់ដុំគាត់ធំប៉ុន្តែគាត់អត់ទាត់បាល់ទេបាទគាត់ទាត់អក្សរ T បញ្ចូលបញ្ចូលក្នុងគោលបាទអញ្ចឹងហេតុអីបានជាយើងយកអក្សរ T ហ្នឹងបាទមកបង្កើតជាសាច់រឿងដោយសារនៅក្នុងភាសាចិនមានពាក្យមួយបាទពាក្យ T យើងអានថា T ដូចគ្នាដែរគឺបកថាទាត់បាទអញ្ចឹងយើងគ្រាន់តែមើលរូបភាពនេះបាទសុធីទាត់អក្សរ T យើងចេះពាក្យភាសាចិនមួយទាត់គឺយើងអានថា T បាទទាត់គឺយើងអានថា T អញ្ចឹងបើគ្រាន់តែយើងមើលរូបភាពហើយនឹកឃើញទៅដល់អក្សរចិននឹកឃើញទៅដល់ពាក្យចិនបាទវាអាចធ្វើឲ្យយើងនិយាយបានអាចធ្វើឲ្យយើងនិយាយចេះមួយពាក្យដែលថាពាក្យទាត់ហ្នឹងភាសាចិនអានថា T តែវាអត់ទាន់គ្រប់គ្រាន់ទេគឺយើងចាំបាច់ត្រូវរៀនពីព្យញ្ជនៈហើយនិងស្រៈប្រកបរបស់វាទៀតសោតអក្សរ T ដែលនៅក្នុងភាសាចិនគឺយើងអានថាធឿបាទវាអត់អាន T ដូចនៅក្នុងអង់គ្លេសទេហើយក៏អត់អានដូចខ្មែរយើងដែរយើងដឹងហើយខ្មែរយើងអក្សរធអង់គ្លេសអក្សរ T តែចិនគឺធឿបាទអញ្ចឹងរៀនចិនគឺចិនអ្នកនរគ្នាអាចស្ពាន់ច្រឡំវាជាមួយនឹងភាសាខ្មែរយើងឬក៏សលេងសូរស័ព្ទរបស់អង់គ្លេសនោះទេចំពោះអក្សរ I នេះអ្នករៀនចិនដំបូងគឺគាត់តែងតែច្រឡំអានវាដូចអង់គ្លេសបាទ TI ទៅជា Thai វិញបាទអញ្ចឹងអត់ទេនៅក្នុងភាសាចិនអក្សរ I យើងអានថាស្រៈ E ធឺ E T យើងចេះប្រកបបាទការប្រកបនេះជាការរៀន Pinyin បាទព្រោះភាសាចិនវាមានសំឡេងហើយនិងអក្សរដាច់ដោយឡែកពីគ្នាបាទចាំបាច់ឲ្យយើងហ្នឹងគឺត្រូវចេះទាំងសំឡេងចេះទាំងអក្សរអញ្ចឹងសំឡេងយើងចេះអានហើយតើអក្សរធ្វើបែបម៉េចបានយើងចេះសរសេរពីមុនគឺយើងសរសេរវាដដែលៗទៅតាមគំនូសដែលជាអក្បួនស្តង់ដាររបស់ភាសាចិនគឺយើងមានក្បួននៃការរៀនសរសេរអក្សរហ្នឹងឲ្យត្រូវទៅតាមគំនូសរបស់វាទៀតសោតដូចជាអក្សរ T វាមាន15គំនូសអញ្ចឹងដើម្បីចាំអ្នកទាំងអស់គ្នាត្រូវអនុវត្តទៅតាមក្បួនហើយយើងចំណាយពេលច្រើនសរសេរវាដដែលៗតែរូបភាពមួយផ្ទាំងនេះគឺធ្វើឲ្យយើងងាយជាងក្នុងការចងចាំអក្សរ T នឹងតែម្ដងយើងឃើញថាទម្រង់របស់អក្សរ T ហើយនិងរូបភាពនេះគឺវាដូចគ្នាមើលទៅដូចជាកូនក្មេងម្នាក់កំពុងទាត់កំប៉ុងណាបាទគឺបែបហ្នឹងអញ្ចឹងយើងមើលរូបភាពបន្ទាប់មកយើងត្រូវធ្វើលំហាត់ដើម្បីដឹងថាតើបន្ទាប់ពីយើងមើលរូបភាពហើយយើងអាចសរសេរអក្សរចិនបានអត់បើអត់បានទេអ្នកនរគ្នាអាចបកមកមើលឡើងវិញបានរហូតតដល់អ្នកនរគ្នាមានភាពស្ទាត់ជំនាញទៅលើការសរសេរអក្សរហ្នឹងឲ្យត្រូវទៅតាមគំនូសរបស់វាតមកយើងមានការធ្វើលំហាត់បាទដើម្បីឲ្យអ្នកនរគ្នានឹកឃើញទៅដល់ពាក្យថាទាត់ចិនថាម៉េចបាទទាត់ចិនថាម៉េចអ្នកនរគ្នាសម័យថាសទ្ធីទាត់អក្សរ T អញ្ចឹងទាត់គឺ T បាទយើងពេញមកបាទបញ្ចូលទីយ៉ាងសាហាវបាទអូខេរូបភាពមួយផ្ទាំងនេះគឺវាគ្រប់គ្រាន់ដើម្បីអ្នកនរគ្នាចេះពាក្យហ្នឹងហើយចាំវាបានយូរបាទអរគុណច្រើនអ្នកនរគ្នា谢谢大家ចំពោះអ្នកទាំងអស់គ្នាចង់មកខាននិយាយភាសាចិននៅកាន់តែស្ទាត់អ្នកទាំងអស់គ្នាអាចcomment ខាងក្រោមឬក៏ចុចប៊ូតុង send message 如果大家想跟我们练习口语，可以联系我们在评论里面写一下，或者给我们发个消息吧。